បាទអញ្ចឹងយើងចូលនៅក្នុងជ្រោមបងប្អូនបន្ទាប់ពីចូលក្នុងជ្រោមយើងវាយពាក្យថា PayPal ហើយខ្ញុំវាយបានវាយ PayPal រួចហើយយើងវាយចេញមកវាចេញទម្រង់បែបនេះបងប្អូនអញ្ចឹងយើងចូលកន្លែងហ្នឹងមកយើងវាយហើយយើងចូលកន្លែងហ្នឹងមកបងប្អូនបាទបន្ទាប់ពីហ្នឹងមកយើងអូសទៅក្រោមមកបងប្អូនយើងអូសទៅប្រទេសឥណ្ឌូនេស៊ីបងប្អូននេះយើង select តង់ជាតិកន្លែងនេះមកយកពាក្យថាឥណ្ឌូនេស៊ីបងប្អូនបាទហើយយើង scroll នេះមកយើងរកពាក្យថាឥណ្ឌូនេស៊ីមកយើងអូសមួយមួយមកបងប្អូននេះបងប្អូនឥណ្ឌូនេស៊ីយើងចុចលើវាមកពងនេះមកបាទបន្ទាប់ពីយើងចុចឥណ្ឌូនេស៊ីរួចរាល់ហើយយើងចុចពាក្យថា sign up បាទបន្ទាប់ពី sign up រួចរាល់បងប្អូនឃើញមានពីរខាងលើ personal account ប៉ុន្តែយើងបង្កើតបានទេឥឡូវយើងយកខាងក្រោមបងប្អូនបាទបន្ទាប់ពីយកខាងក្រោមហើយយើងចុចពាក្យថា next បាទបងប្អូនបន្ទាប់ពីចុចថាពាក្យថា next រួចរាល់ហើយយើងខាងលើនេះយើងដាក់ឈ្មោះរបស់យើងបងប្អូនហើយខាងក្រោមមានតកូលអញ្ចឹងយើងវាយឈ្មោះរបស់យើងមកយើងវាយឲ្យត្រូវតាមអត្តសញ្ញាណប័ណ្ណមកបងប្អូនហើយកន្លែងឥណ្ឌូនេស៊ីនេះយើងមិនបាច់បដូរទេបងប្អូនខ្ញុំអញ្ចឹងហើយកន្លែងនេះយើងដូរកូដដាក់កូដទង់ជាតិខ្មែរយើងមកដើម្បីដាក់លេខទូរស័ព្ទខ្មែររបស់យើងបងប្អូនយើងរើសរកទង់ជាតិរបស់យើងមកនេះបងប្អូនបាទបន្ទាប់ពីយើងរើសទង់ជាតិរបស់យើងហើយយើងដាក់លេខទូរស័ព្ទរបស់យើងមកបងប្អូនបាទបាទហើយអាកន្លែងនេះយើងដាក់ email របស់យើងមកបងប្អូន email password ឥឡូវខ្ញុំទៅដាក់សិនអានេះបងប្អូនខ្ញុំដាក់ password และ email រួចរាល់ហើយអញ្ចឹងយើងគ្រីសវាមួយបងប្អូនបាទយើងគ្រីសមួយរួចរាល់ហើយយើងចុចពាក្យថា agree and create account បាទអញ្ចឹងយើងចុចគ្រីសកន្លែងនេះបងប្អូនដើម្បីវាកុំឲ្យថាយើងជា robot អញ្ចឹងណាបាទបន្ទាប់មកយើងចុចពាក្យថា let's go បាទបន្ទាប់ពី let's go ហើយបងប្អូនយកខាងលើបងប្អូនហើយកន្លែងនេះយើង select បងប្អូនយើង select តាមខ្ញុំមកយើងយកខាងលើនេះមកបងប្អូនបាទតោះយើងយកខាងលើនេះហើយយើងចុចពាក្យថា next មកបងប្អូនបាទហើយបន្ទាប់ចុចពាក្យថា next ហើយបងប្អូនមើលថ្ងៃខែឆ្នាំកំណើតអញ្ចឹងអានេះថ្ងៃខែឆ្នាំអញ្ចឹងយើងវាយមកថ្ងៃយើងថ្ងៃទីប្រហែលយើងវាយតាមអត្តសញ្ញាណប័ណ្ណយើងបងប្អូនបាទយើងវាយទៅតាមអត្តសញ្ញាណប័ណ្ណហើយកន្លែងនេះយើងផ្ទៀងផ្ទាត់ហើយបាទហើយកន្លែងនេះយើងវាយមកបងប្អូននេះយើងវាយaddress ឥណ្ឌូនេស៊ីមកអញ្ចឹងយើងចូលនៅនេះមួយទៀតសិនមកយើងវាយមកវាយថាពាក្យថា base random នេះបងប្អូនយើងយក base random tool នេះមកបាទបងប្អូនយើង select យកឥឡូវនេះសិនមកបាទ select យកលើហើយកន្លែងនេះយើងជ្រើសរើសប្រទេសមកយើងយកពាក្យប្រទេសឥណ្ឌូនេស៊ីមកបងប្អូននេះបញ្ចប់នៅ USA អញ្ចឹងណាយើងរកពាក្យថាឥណ្ឌូនេស៊ីនេះបងប្អូនឥណ្ឌូនេស៊ីបាទហើយយើងចុចពាក្យថា generate វាមកដើម្បីយកសាយដ្ឋានរបស់ឥណ្ឌូនេស៊ីបងប្អូននេះបងប្អូនមកហើយឥណ្ឌូនេស៊ីអញ្ចឹងយើងយកសាយដ្ឋានវាមកបងប្អូនមកច្រើនអញ្ចឹងខ្ញុំយកអាទី2នេះអញ្ចឹងយើង copy មកយើង copy ត្រឹមហ្នឹងបងប្អូនហើយយើងចូលដាក់មកនេះបងប្អូនអញ្ចឹងយើងផាសវានៅទី1មកអាទី2យើងផាសដូចគ្នាបងប្អូនហើយកន្លែងនេះ city យើងចូលដល់ city វាមកទៀតមកបងប្អូន city វានេះ
យើងផាសវាធំនេះមកហ្នឹងហើយយើងទៅដាក់វាមកបងប្អូនយើងផាសមកនៅ Provin យើងទៅយកទៀតមកនេះ Provin របស់វាខាងក្រោមនេះយើង copy យកមកដាក់មកបងប្អូននេះបងប្អូនចាកតាហើយ zip code យើងយក zip code វាមកដាក់មកបងប្អូននេះ zip code វាយើង copy មកដាក់មកបាទយើងផាសវាមកតមកយើងចុចវាថានិចមកបងប្អូនបាទហើយបន្ទាប់មកយើងចុចពាក្យនេះទៀតមកបងប្អូន retrieve បាទឥឡូវយើងបង្កើតរួចរាល់ហើយរបស់យើងបានរួចរាល់ហើយចឹងចាំតាមដានវីដេអូរបស់ខ្ញុំនឹងបង្ហាញវីដេអូវគ្គក្រោយបន្តទៀតអរគុណ